សួស្តីអ្នកនរគ្នា Welcome to my vlog ជា vlog ដែលលេងទី1ឆ្នាំនេះខ្ញុំសង្ឃឹមថាខ្ញុំនឹងធ្វើ vlog ឲ្យបានច្រើន at least one per month ដំណើរកម្សាន្តទៅកោះត្រល់នេះគឺយើងអត់ជិះយន្តហោះទេយើងចេញឡានម៉ោង4ពីភ្នំពេញហើយយើងទៅតាមច្រកកំពតយើងជិះ speedboat ប្រហែលជា1ម៉ោងជាងចេញទៅកោះត្រល់មកដោយសារងើបរៀងយប់ដែរខ្ញុំ make up តាមឡានហើយរៀបចំឲ្យបាន make up នេះខ្ញុំលេចយកពងមកចឹងមានតែផាត់ដៃខ្ញុំស្រឡាញ់ Dior foundation stick នេះមែនតើសាច់ម្សៅវាគឺអត់ស្ងួតពេកអត់លងពេកទេ Velvet ចូលមុខបានល្អទប់ខ្លាញ់បានល្អស៊ីមួយស្បែកមុខខ្ញុំមែនតើកូនខ្ញុំលាវហើយចិត្តដេកហើយគាត់អត់ងុយពីយប់ដែរដាក់គាត់មក4មកខ្ញុំរៀបចុះរៀបឡើងគឺភ្លេចច្រើនក្រែមដាក់តាមម្ដាមណាហើយ palette color ថ្ពណ៌អីដាក់មកល្អពេកតែមានពងអត់មានជក់ផាត់សោះអញ្ចឹងផាត់ដៃទាំងអស់គ្រួសារខ្ញុំគាត់ស្គាល់ពេលហ្នឹងខ្ញុំយកជើងទប់ tripod ខ្ញុំកុំឲ្យវាលំ palette នេះគឺ the best I love Hourglass palette នេះ palette ហ្នឹងមានទាំង color ថ្ពណ៌មានទាំង highlight មានទាំងម្សៅហើយនិង bronzer សិនជាឲ្យរើសតាមមួយមក product គឺខ្ញុំយកមក palette នេះមករស់ហើយនេះយើងផាត់មុខហើយតិចចឹងទៅស្ងំដេកបន្តិចតម្រាំតែលើឡើងជីទូតមកយើងបានវាយ passport អីហើយយើងដូរឡានក្រុងមកជិះឡានវៀតណាមចូលទឹកដីវៀតណាមហើយយើងបន្តដំណើរទៅមុខបន្តិចទៀតតម្រាំតែយើងដល់ផែដើម្បីជិះទូកខ្ញុំដើរលេងលើកនេះលក្ខណៈគ្រួសារគេចាប់ tour private អត់មានអ្នកផ្សេងទេសុទ្ធតែបងប្អូនហើយនិងអ្នកស្គាល់គ្នាយើងមកដល់នេះប្រហែលជាម៉ោង10កន្លះអីយើងហូបបាយថ្ងៃអីហើយបានយើងសម្រាប់បន្តិចយើងឡើងទូកប្រហែលជាម៉ោង12កន្លះពេលពងជិះទូកអត់បានថតអីច្រើនទេដោយសាររបួសចាប់កូនហើយយើងបានដេកបន្តិចដែរយើងជិះទូកប្រហែលជា1ម៉ោងកន្លះដែរទូកនឹងឡើងធំហ្មងឡើងមាន2ជាន់ជិះប្រហែលជា3-400ជាងមកដល់កោះត្រល់ហើយយើងបានឡានអគ្គិសនីនេះជិះពីផែទៅរកឡានក្រុងយើងមកយើងជិះអានេះឥឡូវយើងយកវ៉ាលីសិនយកវ៉ាលីម៉ាក់ណាវ៉ាលីណាវ៉ាលីថតវីដេអូកាត់ក្នុង vlog Hello vlog welcome to my guys this is me okay it's my luggage đấy yo hello Gana cái lạ Việt Nam copy cả lạ Khmer mày đấy nó chuyệnយ៉ាងម៉េចដែរនេះថាវាថៃចំបាច់តែចំបាច់តែបាត់ហើយនៅនោះពូដើរមកដល់ពូយកពណ៌សពណ៌សទៅដាក់ដបទៅប៉ាអានោះមានតែយោឯងណាបាត់នេះសមាជិកចិត្តបាត់គូបាយអូខាងនេះធំជាងគេបាទស្វាគមន៍បងប្អូនគ្នាគ្រួសារយើងមកកាន់កោះសល់អោយច្រឡំកោះត្រល់អូខេបាទនេះជាស្វាគមន៍ណាគ្រួសារយើងបាទឥឡូវអបអរសាទរបាទតាដៃរួមមួយអូខេបាទដល់ខ្ញុំបានមិនអត់បានឲ្យប្រទេសខ្ញុំសុខសន្តិភាពបាទសាធុ
ចេញពីវត្តមកយើងបន្តទៅកន្លែងជិះខ្សែរ៉កគេហៅថា Sunshine Station ខ្សែរ៉កនេះខ្ពស់មែនតើជាប់ Guinness World Record ឆ្លងសមុទ្រខ្ញុំធ្លាប់ជិះខ្សែរ៉កនៅម៉ាឡេដែរតែអត់ខ្ពស់ដល់ខ្សែរ៉កនៅវៀតណាមនេះទេខ្សែរ៉កនៅកោះត្រល់នេះខ្ពស់មែនតើទេសភាពក៏ស្អាតដែរគ្រាន់តែយើងនៅលេងមួយកូនតូចរៀងហត់បន្តិចសរសើរគាត់រៀងតាមពួកខ្ញុំច្រើនហើយគាត់អត់សូវជិះ stroller ទេចឹងបានមកលើកនេះខ្ញុំអត់យក stroller មក យើងមកដល់ហើយនៅក្នុងនេះមានហាងញ៉ាំអីមានកន្លែងលេងច្រើនមានម៉ាកន្លែងលក់វត្ថុអនុស្សាវរីយ៍មានអទេសភ្លើង roller coaster អីច្រើនហើយសបុតដែលយើងចូលនោះអាចដូរជាភេសជ្ជៈញ៉ាំបានតែសបុតនេះខ្ញុំ include ជាមួយនឹងកញ្ចប់ធួខ្ញុំអីចឹងខ្ញុំអត់ដឹងថាចូលម្នាក់បានដែរទទួលស្គាល់ថាលុយវៀតណាមរៀងច្រើនលេខច្រើនចឹងយើងចាយអាចច្រឡំ tip មួយដែលងាយស្រួលចាំពេលដែលយើងចាយលុយវៀតណាមគឺយកលុយវៀតណាមចែកនឹងលេខ5ឧទាហរណ៍ 20000 ដុងចែកនឹង5ទៅស្មើនឹង4000ខ្មែរវាប្រហាក់ប្រហែលវាអត់ accurate ម៉ានេះគ្រាន់ថាវិធីសាស្ត្រនេះលឿនអ្នកទាំងអស់គ្នាទៅលេងកោះត្រល់ឬមកក៏ទៅវៀតណាមហាមដាច់ខាតកុំឲ្យគេកាន់លុយយើងណាឃើញលុយច្រើនយកមកទាំងបាច់អីកុំឲ្យគេកាន់លុយយើងអ្នកទាំងអស់គ្នារាប់លុយមួយហើយឲ្យគេចុចលេខលុយហ្នឹងនៅកាសូឬមកក៏សរសេរกระดาษឬមួយក៏នៅលើ invoice យើងកុំរាប់លុយទាំងដុំឲ្យគេឃើញទាំងអស់គ្នាយកលុយវៀតណាមចែកនឹង5ទៅឃើញលេខប្រហាក់ប្រហែលនឹងលុយខ្មែរយើងហើយវិធីនេះគឺស្រួលទេសភាពគឺស្អាតប៉ុន្តែពេលដែលខ្ញុំទៅនេះឆ្នេរសមុទ្រនៅកោះត្រល់អត់សូវបើកឲ្យលេងទេនៅមានការសាងសង់អីច្រើនចឹងបើអ្នកទាំងអស់គ្នាទៅប្រហែលជាឆ្នាំក្រោយអីប្រហែលជាស្អាតជាងនឹងច្រើនទៀតខ្ញុំតអំផ្លេចលោកនេះរឿងឈូសឆននេះមិនទេបងអ្នកតគាត់ឲ្យទៅវិញដែរតែខ្ញុំមកទៅវៀតណាមអត់ទេហើយមកគ្រាន់តែមកពីវៀតណាមវិញពីយប់3ថ្ងៃហ្នឹងថ្ងៃទី4ទី5ហ្នឹងឈូសអស់លេងខ្សែរ៉កត្រឡប់មកវិញហើយពេលហ្នឹងមករៀងជេរដែរមកចូលមក4ម៉ោង5អីពីហ្នឹងយើងដើរថតរូបអីតិចតួចយើងញ៉ាំអីហើយយើង check in អូតែមកទី1ចប់ហើយខ្ញុំមិនបានថតអីទៀតទេរវល់ចាប់កូនណាចាអញ្ចឹងយើងចូលទៅថ្ងៃទី2ទាំងអស់គ្នាចូលថ្ងៃទី2នេះយើងឆ្លាស់ខ្លួនបន្តិចខ្ញុំ breakfast cafe នៅអូតែហើយយើងចេញមកថតនេះគឺអត់សូវមានមនុស្សទេហាងខ្លះអត់ទាន់បើកទេដោយសារពេលយប់បានបើកច្រើនជួលឡានអាគុយនេះជិះមើលថោនគេឲ្យទៅពេលទៅដល់ហ្នឹងខ្ញុំឡើងមានអារម្មណ៍ថាដូចពេញហួតបឹងស្នោយើងអញ្ចឹងដូចពេញហួតបឹងស្នោមែនតែនមកនេះព្រឹកនេះអត់មានអីទេយើងជិះមើលគេមើលឯងមើលហាង
ចូលខ្ចប់កាហ្វេចូលទិញអីវ៉ាន់អីតិចតួចជីថតរូបឈប់តាមកន្លែងថតរូបឲ្យពេលល្ងាចយើងមកញ៉ាំអីពេលយប់នៅនេះវិញពេលល្ងាចស្អាតមែនតើហ្មងហាងបើកច្រើនទាំងអស់អ្វីដែលខ្ញុំ looking forward today ហ្នឹងគឺយើងទៅ Win Wonder ហ្នឹងគឺធំហើយមាន mermaid so I'm looking forward ហ្មងស្អាតណាស់នេះយើងមកដល់ Win Wonder នេះខ្ញុំ excited មែនតើស្អាតធំជាង Universal នៅសិង្ហបុរីទៀតហើយសបុតយើងក៏គេ include ជាមួយនឹងកញ្ចប់ធូរដែរខ្ញុំអត់ដឹងតម្លៃប៉ុន្មានទេហើយសបុតហ្នឹងយើងអាចដូរជា buffet បាននៅក្នុងហាងនៅក្នុង Win Wonder ហ្នឹងណា buffet មានម៉ោង10កន្លះម៉ោង2 10កន្លះយើងអត់អាចរើសបានទេបើសិនជាក្រុមយើងចូលម៉ោង11កន្លះនៅមានកន្លែងចូលយើងចូលបានសំណាងមែនតើម៉ោងពួកខ្ញុំបាន buffet ម៉ោង10កន្លះបើមិនចឹងទេឃ្លានមែនតើព្រោះយើងទៅដល់ម៉ោង10កន្លះអញ្ចឹងយើងចាំតែមួយផ្លែទេបានញ៉ាំ buffet ហើយញ៉ាំអីហើយគឺយើងមកអង្គុយចាំមើល mermaid show នេះខ្ញុំអង្គុយឡើងមុខគេហ្មងប៉ុន្តែ footage នៅក្រោយគេវិញភាសាពេលហ្នឹងមនុស្សច្រើនហើយសរសើរទៅការទៅបន្ទប់ទឹកហើយខ្ញុំចេញពីបន្ទប់ទឹកមកវិញគេសម្ដែងគេអត់ឲ្យខ្ញុំចូលទៅវិញ so មានតែ zoom តែនៅក្រោយគេចង់យំបន្តិចអីបន្តិច but that's fine ព្រោះយើងអង្គុយចាំនឹងមុខគេឡើង1ម៉ោងហើយនឹងដល់ពេលដល់ម៉ោងសម្ដែងទៅជាកូនត្រូវការចូលបន្ទប់ទឹកដើរលេងមួយកូនតូចវាអត់អាចរលូនទៅតាម plan យើងទេយើងអាចទៅទុកកូនចោលអត់យកកូនទៅបន្ទប់ទឹកទេ so yeah that's okay ហើយមើលម៉ែនេះគឺថារៀងស្អាតមែនតើដោយសារខ្ញុំ mention ថាខ្ញុំបែកក្រុមមកយកកូនមកបន្ទប់ទឹកអញ្ចឹងតែខ្ញុំអត់ដឹងថាបន្ទាប់ពីមើល match show នេះចប់គេទៅណាជុំគ្នាទៀតខ្ញុំមើលគ្រួសារក៏នាំសាសាមើលថៃជុំវិញនឹងទៅដូចយើងមើលនៅសៀមរាបអញ្ចឹងណានាំគាត់មើលថៃសាសាជួយចិត្តថៃមែនតើបាយបាយថៃ hello ថៃពេញនឹងហើយអ្នកនៅក្រៅចាំពួកខ្ញុំឡើងវល់ព្រោះត្រូវទៅមកកន្លែងទៀតហ៎ហើយនៅក្នុងហ្នឹងសាសាគាត់លេងទឹក1ម៉ោងកន្លះ2ម៉ោងអីហើយយើងដូរខោអាវយើងមកចាំមើល show ទឹករាំផ្ការាំម៉ោង6កន្លះនៅនឹងដែរហើយកន្លែងនេះគឺខ្ញុំបាត់ footage អ្នកទាំងអស់គ្នាខ្ញុំថតទៅខ្ញុំ copy មកអស់ខ្ញុំច្រឡំ delete ចេញពី SD card show ដែរទឹករាំផ្ការាំពីដើមដល់ចប់ហ្នឹងគឺខ្ញុំបាត់ហើយ very sad ចូលដល់ថ្ងៃទី3គឺយើងត្រៀមខ្លួនទៅវិញហើយរៀបចំអីវ៉ាន់ check out ហើយយើងញ៉ាំ breakfast buffet នៅអូតានឹងម្ដងទៀតយើងមានដើរទៅទិញអីវ៉ាន់តិចតួចទុកមកខ្មែរវិញមានគ្រឿងស្ងួតមានទឹកថយមានគុយខ្យងនៅកោះត្រល់ហ្នឹងគឺគេល្បីគុយខ្យងមែនតើថ្លៃមិនបានទិញអីទេបានតែមើលទេបានតែទាំងអស់គ្នាចង់ទៅ3ថ្ងៃល្អមកដោយសារគេមានសួនសត្វមួយទៀតហើយពួកខ្ញុំអត់ដឹងអត់បានទៅសួនសត្វនេះគឺយើងមកវិញហើយមកដល់ខ្មែរវិញប្រហែលជាម៉ោង3ម៉ោង4ហើយតមកដល់ភ្នំពេញមកអរគុណ thank you for watching